ដោយអស់សង្ឃឹមនាងបានស្រែកអង្វរព្រះជាម្ចាស់ដើម្បីឲ្យជួយបងប្រុសរបស់នាងហើយសន្យាថានាងនឹងធ្វើអ្វីក៏បានដែរយូស៊ីអូភ័យស្លន់ស្លោដោយមិនដឹងថាគួរធ្វើយ៉ាងម៉េចទេប្រសិនបើកាមស្លាប់នោះអ្វីនឹងចប់ហើយគាត់ឆ្ងល់ថាតើមានអ្វីដែលគាត់អាចធ្វើបានឬទេគាត់បានព្យាយាមធ្វើឲ្យខ្លួនឯងស្ងប់ចិត្តដោយរំលឹកខ្លួនឯងថាគាត់គឺជាព្រះនៅក្នុងហ្គេមនេះពេលនោះគាត់ចាំថាគាត់មានជម្រើសមួយដើម្បីជួយសង្គ្រោះហ្គេមបានហើយបានស្វែងរកវាដោយប្រញាប់ប្រញាល់គាត់បានរកឃើញអភូតហេតុមួយដែលធ្វើឲ្យមានគ្រូពេទ្យម្នាក់មកដែលវាមានតម្លៃ300ពិន្ទុគាត់ស្ទាក់ស្ទើរដោយពិចារណាថាតើគាត់គួរប្រើវាឬអត់ចុះបើគ្រូពេទ្យមកដល់មិនទាន់ពេលវេលាគាត់ចាប់ផ្ដើមស្រែកដោយការខកចិត្តដោយព្រួយបារម្ភអំពីលទ្ធផលភ្លាមនោះម្ដាយរបស់គាត់បានស្រែកពីជាន់ក្រោមមកប្រាប់គាត់ឲ្យស្ងាត់ដោយបានដឹងខ្លួនថាគាត់ស្រែកខ្លាំងពេកគាត់ក៏បានបន្តគិតទោះបីជាគ្រូពេទ្យបង្ហាញខ្លួននៅពាក់កណ្ដាលអាធ្រាត្រក៏ដោយអ្នកភូមិអាចនឹងសង្ស័យទៅលើគ្រូពេទ្យនោះបន្ទាប់ពីគិតពិចារណាអស់មួយសន្ទុះយូស៊ីអូក៏សម្រេចចិត្តប្រើអភូតហេតុនោះគ្រូពេទ្យម្នាក់ដែលធ្វើដំណើរក៏បានលេចមុខមកនៅចំពោះមុខអ្នកភូមិឈេមដែលកំពុងតែតក់ស្លុតបានស្រែកសួរថាគេជាអ្នកណាគ្រូពេទ្យបានប្រាប់ពួកគេឲ្យស្ងប់អារម្មណ៍ហើយបានណែនាំខ្លួនគាត់ថាជាគ្រូពេទ្យម្នាក់យូស៊ីអូញញឹមដោយគិតថាវាជារឿងធម្មតាទេសម្រាប់ពួកគេក្នុងការសង្ស័យលើគ្រូពេទ្យនោះដើម្បីបន្ថយកង្វល់របស់ពួកគេគាត់បានសរសេរទំនាយមួយហើយឈេមមានការភ្ញាក់ផ្អើលជាខ្លាំងដែលខ្លួនទទួលបានទំនាយទាំងយប់ជ្រៅបែបនេះហើយគាត់ក៏បានអានវាដោយការដឹងគុណចំពោះព្រះផងដែរបន្ទាប់មកគ្រូពេទ្យបានសុំពិនិត្យហ្គាមហើយមនុស្សគ្រប់គ្នាបានសម្លឹងមើលដោយអន្ទះសារគាត់បានដកថ្នាំបន្សាបចេញហើយលាបវាទៅលើមុខរបួសរបស់ហ្គាមបន្តិចម្ដងហ្គាមចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលឡើងវិញការឈឺចាប់របស់គាត់បានរសាយបាត់ទៅហើយសីតុណ្ហភាពរាងកាយរបស់គាត់បានវិលមកធម្មតាវិញមនុស្សគ្រប់គ្នាមានអារម្មណ៍ធូរស្រាលនិងរីករាយជាខ្លាំងដែលបានឃើញហ្គាមជាសះស្បើយបែបនេះយូស៊ីអូដោយមានអារម្មណ៍ធូរស្រាលជាងមុនឆ្ងល់ថាតើគ្រូពេទ្យនោះជាបុរសឬស្ត្រីទន្ទឹមនឹងនេះរ៉ូដូសបានចាប់ផ្ដើមអានទំនាយនោះលឺនៅក្នុងទំនាយនោះបានពន្យល់ពីរបៀបដែលព្រះបានណែនាំគ្រូពេទ្យឲ្យទៅជួបពួកគេហើយបានរំលឹកពួកគេថាទោះបីជាពួកគេអាចនឹងជួបភាពលំបាកណាមួយក៏ដោយក៏ពួកគេមិនគួរភ្លេចថាព្រះរបស់ពួកគេកំពុងមើលថែពួកគេដែរយូស៊ីអូដោយព្យាយាមធ្វើឲ្យស្ដាប់ទៅដូចជាព្រះពិតបានឆ្ងល់ថាតើពួកគេយល់យ៉ាងណាដែរចំពោះទំនាយនេះដោយឃើញទឹកមុខរីករាយរបស់អ្នកភូមិគាត់មានអារម្មណ៍ធូរស្រាលហើយគិតថាគាត់បានធ្វើការងារបានយ៉ាងល្អនៅថ្ងៃបន្ទាប់ក្មេងស្រីកំពុងប្រមូលគ្រឿងផ្សំសម្រាប់ធ្វើម្ហូបខណៈពេលដែលរ៉ូដូសកំពុងហ្វឹកហាត់ប្រើដាវដើម្បីការពារមនុស្សគ្រប់គ្នាភ្លាមនោះទន្សាយមួយក្បាលបានដើរកាត់គុម្ពព្រៃហើយសំឡេងនោះបានធ្វើឲ្យរ៉ូឌូសភ្ញាក់ផ្អើលដែលបណ្ដាលឲ្យគាត់ដួលទន្ទឹមនឹងនេះគ្រូពេទ្យកំពុងរវល់រៀបចំឱសថសម្រាប់ការព្យាបាលរបស់ហ្គាមភ្លាមនោះឈេមបានសួរគ្រូពេទ្យថាហេតុអ្វីបានជាគាត់មកផ្លូវនេះហើយគាត់បានពន្យល់ថាគ្រួសាររបស់គាត់ធ្លាប់ធ្វើជាគ្រូពេទ្យអស់ជាច្រើនជំនាន់មកហើយកន្លែងនេះដែលគេហៅថាព្រៃហាមឃាត់គឺពោពេញទៅដោយសត្វចម្លែកប៉ុន្តែក៏សម្បូរទៅដោយឱសថផងដែរយប់មិញបន្ទាប់ពីប្រមូលឱសថរួចរាល់គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅពីចម្ងាយដំបូងឡើយគាត់មិនប្រាកដថាគាត់គួរទៅរកវាឬអត់ទេប៉ុន្តែនៅទីបំផុតគាត់ក៏បានសម្រេចចិត្តដើរតាមពន្លឺនោះឈេមញញឹមហើយនិយាយថាវាប្រហែលជាការណែនាំរបស់ព្រះហើយគ្រូពេទ្យបានឆ្លើយតបថាទោះបីជាគាត់ជឿលើធម្មជាតិជាងជឿលើព្រះក៏ដោយក៏គាត់គិតថានេះអាចជាទង្វើរបស់ព្រះដែរយូស៊ីអូបានដឹងថាគ្រូពេទ្យរូបនេះមិនជឿលើព្រះទេដោយគាត់បានទទួលស្គាល់ថាអាចនឹងមានព្រះប៉ុន្តែមិនជឿលើព្រះទាំងស្រុងទេឈេមបានសួរគ្រូពេទ្យថាតើគាត់នឹងចាក់ចេញឆាប់នេះមែនទេគ្រូពេទ្យបានឆ្លើយថាគាត់មិនអាចបោះបង់ចោលអ្នកជំងឺរបស់គាត់បានទេទោះបីជាហ្គាមបានធូរស្រាលខ្លះក៏ដោយបន្ទាប់មកគាត់បានសួរថាតើពួកគេអនុញ្ញាតឲ្យគាត់ស្នាក់នៅយូរបន្តិចទៀតបានទេព្រោះគាត់ក៏មានពេលទំនេរខ្លះដែរឈេមបានយល់ព្រមទាំងញញឹមហើយនិយាយថាគាត់អាចនៅបានតាមដែលចិត្តគាត់ចង់យូស៊ីអូញញឹមដោយគិតថាវាជាការល្អដែលមានគ្រូពេទ្យនៅជាមួយពួកគេទោះបីជាហ្គាមត្រូវបានជួយសង្គ្រោះក៏ដោយក៏វានៅតែត្រូវការពេល2ទៅ3ថ្ងៃដើម្បីឲ្យគាត់ជាសះស្បើយយូស៊ីអូគិតថាពួកគេត្រូវការកន្លែងរស់នៅដែលមានសុវត្ថិភាពដូច្នេះគាត់ក៏ចាប់ផ្ដើមគិតពិចារណាពីការប្រើប្រាស់ពិន្ទុរបស់គាត់ភ្លាមនោះគ្រូពេទ្យបាននិយាយថាមានរូងភ្នំមួយនៅក្បែរនោះជាប្រាសាទបុរាណដែលបន្សល់ទុកដោយអ្នករុករករ៉ែគាត់បាននិយាយថាវានឹងផ្ដល់ជម្រកដល់ពួកគេហើយពួកគេអាចនឹងរកឃើញឧបករណ៍ផ្សេងដែលនៅសេសសល់នៅទីនោះទៀតផងយូស៊ីអូមានអារម្មណ៍ធូរស្រាលពេលឮថាគ្រូពេទ្យដឹងពីកន្លែងបែបនេះរ៉ូឌូសដោយរំភើបបានសុំឲ្យគ្រូពេទ្យនាំពួកគេទៅរូងភ្នំនោះយូស៊ីអូបានកត់សម្គាល់ឃើញថារូងភ្នំនេះមានចម្ងាយត្រឹមតែ5នាទីប៉ុណ្ណោះពីកន្លែងដែលពួកគេកំពុងនៅដូច្នេះពួកគេអាចត្រឡប់មកវិញបានយ៉ាងងាយស្រួលនៅពេលក្រោយដើម្បីប្រមូលឈើបន្ថែមប្រសិនបើចាំបាច់គ្រូពេទ្យបានលើកឡើងថាទ្វារនេះទំនងជាត្រឹម
ត្រូវបានប្រើសម្រាប់ដឹកជញ្ជូនទំនិញព្រោះវាហាក់ដូចជាច្រកចូលយូស៊ីអូគិតថាវាប្រហែលជាតំបន់រុករករ៉ែពេលពួកគេបើកទ្វារភ្លាមពួកគេបានឃើញកន្លែងដ៏ធំមួយនៅខាងក្នុងមនុស្សគ្រប់គ្នាមើលទៅរំភើបណាស់យូស៊ីអូក៏មានការភ្ញាក់ផ្អើលដែរវាធំជាងអ្វីដែលគាត់រំពឹងទុកទៅទៀតទោះបីជាវាកខ្វក់បន្តិចក៏ដោយតែកន្លែងនេះមានបន្ទប់ច្រើនសម្រាប់រស់នៅគាត់បានកត់សម្គាល់ឃើញថាមនុស្សគ្រប់គ្នារវល់តែរុករកបន្ទប់ថ្មីរបស់ពួកគេដោយមិនបានយកចិត្តទុកដាក់ចំពោះគ្រូពេទ្យរបស់គេទេឈេមបានដាក់ហ្គាមនៅលើគ្រែហើយកាន់ដៃគាត់ដោយប្រាប់គាត់ថាពួកគេបានមកដល់ដែនដីថ្មីដោយសុវត្ថិភាពហើយនៅទីនោះក៏មានទឹកហូរនៅក្បែរនោះដែរហើយមានកន្លែងសម្រាប់ចម្អិនអាហារទៀតផងក្មេងស្រីបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមសម្អាតកន្លែងនោះយូស៊ីអូមានអារម្មណ៍ដឹងគុណជាខ្លាំងចំពោះគ្រូពេទ្យនោះដែលបានជួយពួកគេស្វែងរកកន្លែងស្នាក់នៅខណៈពេលដែលគ្រូពេទ្យបន្តព្យាបាលហ្គាមឈេមបានចេញទៅខាងក្រៅហើយសុំឲ្យមនុស្សគ្រប់គ្នានៅស្ងៀមដើម្បីកុំឲ្យគាត់ភ្ញាក់នាងបានស្នើឲ្យពួកគេសម្អាតកន្លែងផ្សេងទៀតដើម្បីកុំឲ្យហ្គាមភ្ញាក់ពីដំណេកឡៃឡាបានប្រាប់រ៉ូឌូសឲ្យយកអ្វីដែលគ្មានប្រយោជន៍ចេញហើយគាត់ក៏បានយល់ព្រមដោយនិយាយថាគាត់នឹងដាក់របស់របរទាំងនោះនៅជ្រុងម្ខាងទៀតពេលកំពុងសម្អាតខារ៉ូស្រាប់តែកត់សម្គាល់ឃើញថាមានបន្ទប់ចំនួន4ដោយញញឹមនាងស្រែកថានាងនឹងយកបន្ទប់របស់បងធំហ្គាមធ្វើជារបស់នាងដោយនិយាយថាគ្រែមួយគឺគ្រប់គ្រាន់ហើយព្រោះនាងនឹងគេងជាមួយហ្គាមឈេមដែលកំពុងសម្លឹងមើលនាងពីក្រោយឆ្ងល់ថាហេតុអ្វីបានជាហ្គាមចែករំលែកបន្ទប់ជាមួយខារ៉ូជំនួសឲ្យនាងគិតក្នុងចិត្តថាហ្គាមបានធ្វើឲ្យខារ៉ូខូចខ្លាំងណាស់យូស៊ីអូមានការព្រួយបារម្ភបន្តិចអំពីទំនាក់ទំនងរវាងខារ៉ូនិងឈេមប៉ុន្តែគាត់គិតថាជាទូទៅពួកគេចុះសម្រុងគ្នាបានល្អណាស់ក្នុងនាមជាអ្នកភូមិដូចគ្នាបន្ទាប់មកគាត់បានគិតអំពីរបៀបដែលពួកគេអាចចាប់ផ្ដើមផ្លាស់ប្ដូររូងភ្នំនេះឲ្យទៅជាកន្លែងរស់នៅបានគាត់បានកត់សម្គាល់ឃើញថាវាដល់ពេលបាយថ្ងៃត្រង់ហើយគាត់មិនទាន់បានញ៉ាំអ្វីនៅឡើយទេដោយមានអារម្មណ៍ឃ្លានគាត់ក៏សម្រេចចិត្តរកអ្វីមួយមកញ៉ាំពេលគាត់ចេញពីបន្ទប់ភ្លាមគាត់ស្រាប់តែឃើញប្អូនស្រីរបស់គាត់ឈ្មោះសាយូគីកំពុងចេញពីបន្ទប់របស់នាងដែរគាត់មានការភ្ញាក់ផ្អើលហើយបានសួរសាយូគីថាតើនាងកំពុងឈប់សម្រាកមែនទេនាងបានឆ្លើយថានាងចង់ចុះទៅជាន់ក្រោមដើម្បីញ៉ាំអាហារហើយបានប្រាប់គាត់ដោយកំហឹងឲ្យចេញពីមុខនាងគាត់បានប្រាប់នាងថាគាត់នឹងទៅជាន់ទី1ដែរប៉ុន្តែនាងបានព្រមានគាត់កុំឲ្យប្រើបន្ទប់ទឹកនៅទីនោះឲ្យសោះការឮបែបនេះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងប៉ុន្តែចាប់តាំងពីឧបទេវហេតុនោះមកនាងមិនដែលចូលចិត្តគាត់ដូចមុននោះទេគាត់មិនបាននិយាយអ្វីច្រើនទេគ្រាន់តែបានធានានាងថាគាត់នឹងមិនប្រើវាទេបន្ទាប់ពីញ៉ាំអាហាររួចគាត់បានត្រឡប់ទៅបន្ទប់វិញដោយគិតពីប្អូនស្រីរបស់គាត់ចាំបានថាពួកគេធ្លាប់រស់រាយរាក់ទាក់ណាស់ដោយតែងតែចេញក្រៅដើរលេងជាមួយគ្នាជាញឹកញាប់គាត់មានអារម្មណ៍ឈឺចាប់មែនទែនតែគាត់ដឹងថាគាត់ត្រូវតែបន្តដំណើរទៅមុខទៀតព្រោះទោះបីជាគាត់មានអារម្មណ៍សោកស្ដាយឥឡូវនេះក៏ដោយក៏គាត់ដឹងថាគាត់មិនអាចធ្វើអ្វីបានដែរបន្ទាប់មកគាត់បានសម្រេចចិត្តទៅពិនិត្យមើលអ្នកភូមិហើយបានកត់សម្គាល់ឃើញថាពួកគេបានសម្អាតកន្លែងនោះបានយ៉ាងល្អរ៉ូឌូសបានសួរឡៃឡាថាឈេមនៅឯណាហើយនាងបានឆ្លើយថាឈេមកំពុងតាមដានកាមខារ៉ូបាននិយាយថានាងចង់ទៅទីនោះដែរប៉ុន្តែរ៉ូឌូសបានប្រាប់នាងឲ្យទុកពួកគេចោលមួយរយៈដោយញញឹមរ៉ូឌូសបានស្នើឲ្យខារ៉ូស្នាក់នៅជាមួយគេហើយចូលរួមជាមួយគាត់ក្នុងបេសកកម្មទៅកាន់រូងភ្នំនាងយល់ព្រមដោយនិយាយថានៅពេលដែលបងប្រុសរបស់នាងធូរស្រាលជាងនេះនាងនឹងនាំគាត់ដើរលេងជាមិនខានទន្ទឹមនឹងនេះដែរឈេមបានចូលទៅក្នុងបន្ទប់ហើយបានសួរគ្រូពេទ្យថាតើនាងអាចមើលថែបងប្រុសរបស់នាងបានដែរឬទេដោយជំរុញឲ្យគាត់សម្រាកគ្រូពេទ្យបានយល់ព្រមដោយនិយាយថារោគសញ្ញារបស់ថ្នាំពុលបានធូរស្រាលហើយនាងនឹងទទួលយកការផ្ដល់ជូនរបស់ឈេមរួចក៏ទៅសម្រាកនាងបានប្រាប់ឈេមឲ្យហើយនាងជាបន្ទាន់ប្រសិនបើមានអ្វីមិនប្រក្រតីកើតឡើងឈេមបានអរគុណដល់គ្រូពេទ្យហើយបានកាន់ដៃបងប្រុសរបស់នាងដោយប្រាប់គាត់ថានាងនៅទីនេះជាមួយគាត់យូស៊ីអូមានអារម្មណ៍សប្បាយចិត្តនៅពេលគាត់បានឃើញថាស្ថានភាពរបស់ហ្គាមប្រសើរឡើងភ្លាមនោះប្រអប់សុបិនមួយបានលេចចេញនៅពីលើហ្គាមគាត់បានចុចលើវាហើយអេក្រង់បានផ្លាស់ប្ដូរទាំងស្រុងភ្លាមនោះទិដ្ឋភាពបានផ្លាស់ប្ដូរបន្ទាប់មកយូស៊ីអូបានឃើញហ្គាមកាលគាត់នៅពីក្មេងគាត់ត្រូវបានហុំព័ទ្ធដោយមិត្តភក្តិមួយក្រុមធំដែលកំពុងអញ្ជើញគាត់ឲ្យចេញទៅផឹកស៊ីហ្គាមបានបដិសេធដោយសុភាពរាបសារដោយនិយាយថាគាត់កំពុងត្រឡប់ទៅផ្ទះវិញព្រោះប្អូនស្រីរបស់គាត់កំពុងរង់ចាំគាត់តើពេលកំពុងសន្លប់នេះហ្គាមបានយល់សប្តិពីរឿងអ្វីខ្លះសូមតាមដានទស្សនានៅភាគបន្ទាប់